សួស្តីអ្នកទាំងអស់គ្នាតើអ្នកធ្លាប់ឮពាក្យថា Forex ដែរទេមនុស្សជាច្រើនគិតថាវាជាការលេងហ្គេមឬជាអ្វីមួយដែលស្មុគស្មាញខ្លាំងប៉ុន្តែការពិតទៅវាសាមញ្ញជាងអ្វីដែលអ្នកគិតថ្ងៃនេះខ្ញុំនឹងពន្យល់អ្នកទាំងអស់គ្នាឲ្យយល់ច្បាស់ពី Forex តោះទៅមើលទាំងអស់គ្នាពាក្យថា Forex មកពីពាក្យពេញថា Foreign Exchange ដែលមានន័យថាការដោះដូររូបិយប័ណ្ណបរទេសដើម្បីឲ្យងាយយល់សាកស្រមៃថាអ្នកចង់ទៅលេងស្រុកម៉ាឡេស៊ីអ្នកមានលុយដុល្លារឬលុយរៀលប៉ុន្តែនៅប្រទេសម៉ាឡេគេប្រើលុយរីងហ្គីតដូច្នេះអ្នកត្រូវដើរទៅកន្លែងដូរលុយដើម្បីយកលុយដុល្លារទៅដូរជាលុយរីងហ្គីតសកម្មភាពដែលអ្នកបានធ្វើនឹងហើយគឺជាការដោះដូរ Forex ក្នុងជីវភាពរស់នៅប្រចាំថ្ងៃចុះនៅក្នុងទីផ្សារអនឡាញវិញតើគេរកលុយដោយរបៀបណាគឺគេរកប្រាក់ចំណេញពីការប្រែប្រួលតម្លៃលុយឧទាហរណ៍ថ្ងៃនេះលុយ$1 USD ស្មើនឹង 4,000 រៀល KHR អ្នកគិតថាលុយដុល្លារនឹងឡើងថ្លៃទើបអ្នកទិញទុកពីថ្ងៃក្រោយមកលុយដុល្លារឡើងថ្លៃដល់$1ស្មើនឹង 4,100 រៀលអ្នកក៏លក់លុយដុល្លារនោះចេញវិញនោះអ្នកនឹងចំណេញបាន$100រៀលក្នុង$1នៅក្នុងទីផ្សារ Forex ពិតប្រាកដអ្នកមិនបាច់ដើរទៅកន្លែងដូរលុយទេគឺអ្នកអាចទិញនិងលក់រូបិយប័ណ្ណធំៗលើពិភពលោកដូចជា EUR និង USD និង JPY តាមរយៈទូរស័ព្ទដៃឬកុំព្យូទ័ររបស់អ្នកបានយ៉ាងលឿនក្នុងរយៈពេលតែប៉ុន្មានវិនាទីប៉ុណ្ណោះហេតុអ្វីបានជា Forex មានការពេញនិយមខ្លាំងទី1ទីផ្សារនេះធំជាងគេបំផុតនៅលើពិភពលោកមានទំហំជួញដូររាប់ទ្រីលានដុល្លារក្នុងមួយថ្ងៃទី2វាបើក24ម៉ោងក្នុងមួយថ្ងៃចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រដូច្នេះអ្នកអាចរកលុយពេលណាក៏បានប៉ុន្តែសូមប្រយ័ត្ន Forex មិនមែនជាកន្លែងដែលធ្វើឲ្យអ្នកមានក្នុងរយៈពេលមួយយប់នោះទេវាមានឱកាសចំណេញខ្ពស់ហើយក៏មានហានិភ័យខាតបង់ខ្ពស់ដូចគ្នាប្រសិនបើអ្នកមិនមានចំណេះដឹងនិងមិនចេះគ្រប់គ្រងដើមទុន risk management ឲ្យបានត្រឹមត្រូវទេនោះជាចុងក្រោយបើអ្នកជាអ្នកទើបតែចាប់ផ្ដើមសូមកុំអាលប្រញាប់ប្រគល់លុយពិតទៅឲ្យទីផ្សារអ្វីដែលអ្នកត្រូវធ្វើមុនគេគឺរៀនចូលហាត់សមជាមួយគណនីសាក់ល្បង Demo Account ជាមុនសិនបើអ្នកចង់រៀនពីរបៀបមើល graphic និងយុទ្ធសាស្ត្ររកលុយពី Forex ពីកម្រិតដំបូងកុំភ្លេចចុច follow subscribe like និង share វីដេអូនេះម្នាក់មួយផងណាជួបគ្នានៅវីដេអូក្រោយបាយបាយ